ផលិតកម្មហុងដតាធូភាពយន្តសូមជូនរឿងដំណើរកំសាន្តមរណៈCầm ai Trên tư Trên nhỏ trai tư Chuối phong Ôi tạm bật chưa sập xó Ai đuổi có số bắn rợi yên ní Mong bà mang hành chứ Ô, bè châm cha Mong tôi tập đi tiếp lửa chúng cô đã thôi quấy tớ nữa chẳng nhung thật thà nhưng cô thật tao phải đề thôi đàn đi kho mực nhung ta nhưng cô thật kho ta đi với sân Ê, Vi, mình bé tiết thế nào? Chà, liền ta ai kia sự ngầm thà ai mình ấy tới chốc nè Mẹn thôi Mẹ thô mà đã từng còn tài đồ vô tích tui để cho ai vinh chỉ vật đỏ này hay nứng lìa có không bông kẻ đẹp chậm mình tóm slot đi ai da lõ năng ta đi chập đám chua hay nè cho mình mỗi tổ kia ở nhí su mình tích ban tí ấy lìa là gì lên thế nè chẳng kia từ lọc từ công bên chập này hầu như cú từ đã lấy ở nam đây mà đó nè mẹ nâng hai với bất chợt chăng á nè lìa ba bánh từ cho ní chia cũng đã từ bỏ sầm mặt đi nhưng từ ngọc lìa nâng từ bỏ cho mình tối mùi này trong sắp bàn đi rồi thả bị môn chân á vì bất chợt sải hay mới tên rõ sángนะฮะวิเคลียร์ปเจรงเพิบสบายอยู่ดีกันนะเอาเคลียร์กระทาโบราก็ปะให้จิมอดได้น่ะ chia cắt bất ư lúc chia cả hiện từ ngọc này hắn chẳng วิคือจีอาบกำบังมั้ย ô ở lươn nam mô อับเต้ไอจำติดเตียสันเต้ ok chân chăm chục này mình đất tiết mà โอเคบายบาย bye bye
មកគ្នាយើងចុះមកដល់ហើយទីបំផុតពួកយើងបានមកដល់ហើយ វាគឺជាកន្លែងដែលត្រូវបោះជំរំមែន មែនហើយមានន័យមិនល្អ ខ្ញុំមិនដឹងទេតែមានអារម្មណ៍ដូចជាមិនទេតើឯងគិតថាយ៉ាងណាដែរ គ្នាក៏មិនច្បាស់ប្រកបដោយអ្វីដែលបាននិយាយថាការធ្វើដំណើរបោះជំរំដ៏ល្អមួយនោះ គុំនិតគ្នាច្បាស់ជាប្រកបណាស់តែឥឡូវយ៉ាងហោចណាស់ក៏មេឃនៅភ្លឺដែរ ណែពួកយើងធ្លាប់ដើរលេងពីមុននៅម្ដុំដុំនេះដែរតើខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាខានមកទីនេះយូរហើយមើលទៅនោះ ពុំតាន់ហាជជែកគ្នាទៀតអីយកល្អយើងគួរតែចាប់តាមរៀបចំអ្វីៗគ្រប់យ៉ាងមុនមេឃពីបន្តមើលនិតណា ទីបំផុតរីវាបានរួចរាល់ហើយមើលតែគួរឲ្យចង់ញ៉ាំណាស់ធ្វើឲ្យខ្ញុំទប់ចិត្តសឹងមិនបាន យេខ្ញុំអាចធ្វើវាបានហើយអស្ចារ្យណាស់ទីអ្នកនោះធ្វើស្អីគេយូរម្ល៉េះមកនេះហើយនឹងមិនតាន់ហើយទៀតមើលបារាចុះពួកឯងអាណិតណាស់នៅតែម្នាក់ឯងខ្ញុំទៅសួរសុខទុក្ខពួកគេលេងសិនកុំឲ្យអត់សុខ ឲ្យគ្នាសុំទោសផងណាប្រសិនបើវាមិនសមតាមបំណងដូចអ្វីដែលបានរំពឹងទុកនោះគ្នាគិតថាគ្នាប្រហែលជាគួរតែជ្រើសរើសទីតាំងណាដែលល្អជាងនេះ អូអត់ទេល្អហើយប៉ុណ្ណឹងនេះរីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាជាថ្មីម្ដងទៀត គ្នាក៏អញ្ចឹងដែរវាច្បាស់ជាសប្បាយរីករាយក្នុងការជជែកកម្សាន្តនៅពេលដែលយើងបានរៀបចំអ្វីៗគ្រប់យ៉ាងហើយនោះ អាវីដូច្នេះតើឯងយល់យ៉ាងណាដែរចំពោះកន្លែងហ្នឹង សម្រាប់ខ្ញុំលួយដែរតាគ្រាន់តែគួរឲ្យខ្លាចបន្តិចខ្លាចតែទីទេ នឹងហើយដែលវាអាចធ្វើឲ្យយើងសប្បាយរីករាយណា ប្រហែលហើយមើលទៅ ណែកុំបារម្ភអសោះបើមានអ្វីដែលហ៊ានចេញមកជប់ហ្នឹងណាខ្ញុំនឹងឲ្យវាស្គាល់ឆ្នាំខ្លាំងអានេះម្ដង អរគុណហើយសម្បត្តិដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាធូរស្រាលបន្តិចហើយនេះ អាវីនាងត្រូវតែដឹងថាខ្ញុំជាមនុស្សដែលអាចពឹងផ្អែកបានជានិច្ច ចាអរគុណហើយលោកសម្បត្តិហេបូរ៉ាខ្ញុំរីករាយណាស់ដែលបានជួបលោកនៅទីនេះ មើលទៅដាលីដូចជាមានសេចក្តីសុខណាស់មិនសូវជាចាប់អារម្មណ៍ជុំវិញនេះទេប៉ុន្តែខ្ញុំក៏សប្បាយរីករាយណាស់ដែរដែលបានជួបនាង អូលោកក៏ដូចគ្នាដែរលោកចង់ធ្វើការជាមួយគ្នាដែរមែនទេ វាហាក់ដូចជាយើងផ្លេចទិញអស់នៅតាមផ្លូវមកទីនេះហើយណា ដានីច្បាស់ជាមិនសប្បាយចិត្តចំពោះរឿងនេះទេ មែននឹងហើយដូចជាមានខ្ទោមួយនៅចិត្តនេះប្រហែលជាមានអូខ្លះអាចនឹងលើសេះសល់នៅក្នុងនោះតើនាងគិតថានាងអាចទៅរកវាបានទេ ច្បាស់អត់តើខ្ញុំអាចទៅទីនោះបានដោយរបៀបណា អូវាមិនឆ្ងាយប៉ុន្មានទេដើរទៅតាមផ្លូវខាងស្ដាំនោះទៅ
នាងនឹងឃើញវាជាពំខាន แต่ละสารน่ะខ្ញុំនឹងរកឃើញតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន លយមែនតើតែវាចាប់ផ្ដើមងងឹតឆាប់ៗនេះហើយណានាងគួរតែយកវានេះទៅ អរគុណណាស់បរាដែលបានឲ្យវាមកខ្ញុំ ត្រូវតែព្យាយាមកុំឲ្យវង្វេងធ្វើឲ្យសោះណាអូខេខ្ញុំនឹងទៅរៀបចំធ្វើការងារផ្សេងទៀតហើយយើងចាំជួបគ្នានៅទីនេះដដែលណា អូខេសម្រាប់ថាដូច្នោះចុះ អាវីរកអូបានហើយនៅនោះ តើបរាឯងនិយាយថាវានៅឯណា គ្រាន់តែដើរតាមផ្លូវដែលនៅខាងស្ដាំពីកន្លែងបោះជំរំយើងហើយបោះស្ដាំវានឹងទៅដល់ទីនោះហើយ អូខេខ្ញុំនឹងព្យាយាមទៅរកវា អូខេចាំជួបគ្នាបន្តិចទៀត បន្ទះក្តារនេះហាក់បីដូចជារងមាំណាស់បើតាមមើលទៅពួកគេពិតជាមិនចង់ឲ្យនរណាម្នាក់ចូលទៅខាងក្នុងនោះឡើយមិនអាចទៅបានទេខ្ញុំគួរតែរកផ្លូវផ្សេងទៀតប្រសើរជាងគងក្អែកដូចជាច្រើនណាស់យប់នឹង មិនក៏មានត្រង់នៅទីនេះអូពួកវាកំពុងតែរកផ្លូវចេញពីទីនេះឬតាប់ស្អីទេនេះចេញទៅកុំតាមយើង ពិតជាមានផ្លិនអាក្រក់ណាស់អូមានក្តារអក្សរទៀតខ្ញុំគួរតែអានវាបន្តិចមើលវាបាននិយាយថាពួកគេដើរតាមព្រៃនៅពេលយប់ៀបអត់ឃ្លានជារៀងរហូតឈឺចាប់ជារៀងរហូតការឈឺចាប់យ៉ាងខ្លាំងធ្វើយ៉ាងណាដើម្បីក្រពះទទេស្អាតរបស់ពួកគេ ដោយការបរិភោគសាច់និងសរីរាង្គផ្សេងៗហើយនៅពេលដែលអ្នកឮសូរសំឡេងកោសខ្វាចឡើងដើមឈើគឺវាយឺតពេលទៅហើយតើនេះគឺជាស្អីហើយអ្វីក៏ខ្ញុំមានអារម្មណ៍ភ័យខ្លាចម្ល៉េះប្រហែលជាមាននរណាម្នាក់ចង់លេងសើចទៀតហ្នឹងអូយឈប់គិតហើយខ្ញុំប្រញាប់ទៅរកអូសិន អាយ៉ាឃើញខាញ់តានេះ អ
គេចាស់ទៀតហើយមើលទៅដូចជាមាននរណាម្នាក់បានរៀបចំវាទុកជាមុនចឹងចៃដន្យមែនខ្ញុំបានធ្វើជ្រុះបាត់សោតាមផ្លូវមកនេះទៅហើយខ្ញុំគិតថាសោគួរតែស្ថិតនៅកន្លែងណាមួយនៅក្នុងជីវដ្ឋានដែលគេបបងចោលនៅលើច្រាំងថ្មចោតមួយហើយក៏អាចមានអ្វីមួយស្លាប់នៅក្នុងនេះផងដែរអូធូតើខ្ញុំត្រូវតែទៅរកសោនៅទីនោះមែនទេ